បាទនេះគឺជាស្ពានបុរាណនៅប្រាសាទបន្ទាយសំរែបងប្អូនហើយនោះប្រាសាទបន្ទាយសំរែនេះគឺច្រកខ្លងទ្វារខាងកើតទៅខាងកើតនៃប្រាសាទបន្ទាយសំរែគឺរចនាបថស្តៀងនឹងប្រាសាទអង្គរវត្តណាបងប្អូនដែលធ្លាប់បានទៅលេងប្រាសាទអង្គរវត្តគឺមានអារម្មណ៍ថាដូចគ្នាច្រកបាទមាននាគបាទមានប្រកាន់ដៃនាគមានតោតែច្រកទ្វារចូលខាងកើតប្រាសាទបន្ទាយសំរែនេះគឺថាបង្កាន់ដៃស្ពានអីហ្នឹងគឺមានសភាពទ្រុឌទ្រោមបាក់បែកបាទខូចខាតសឹងតែទាំងអស់បាទនៅរូបរាងតិចតួចប្រាសាទអង្គរវត្តច្រកចូលខ្លងទ្វារស្ពានគឺសាងសង់នៅទិសខាងលិចដល់ចំណែកប្រាសាទបន្ទាយសំរែគឺបែរមុខទៅទិសខាងកើតបាទនិយាយពីស្ពានបាទនេះចម្លាក់នាគចម្លាក់បាក់បែកសឹងបាត់បង់រូបរាងនាគអស់ហើយបងប្អូនហើយចំណែកថ្មនេះបាទថ្មដែលក្រាលនៅផ្លូវដើរនេះគឺសាងសង់ពីថ្មបាយក្រៀមខុសពីផ្លូវចូលប្រាសាទអង្គរវត្តបាទផ្លូវចូលប្រាសាទអង្គរវត្តថ្មក្រាលនេះគឺសាងសង់ពីថ្មភក់បាទហើយស្ពាននេះគឺមានប្រវែងវែងបងប្អូនបាទមានវែងដែរនេះបាទថ្មបាយក្រៀមគេថាសឹករិចរិលហើយវាអត់បានយូរដូចថ្មភក់ទេច្រកខាងកើតបាទ
ហើយនោះប្រាសាទបន្ទាយសំរ៉ែ